ជាបឋមនាងខ្ញុំសូមអនុញ្ញាតគ្រប់ជម្រាបសួរចានាងខ្ញុំឈ្មោះឌីសៅផាន់គឺជាគ្រូបង្រៀនថ្នាក់ទី4នៃសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងចាសូមស្វាគមន៍កូនជាទីស្រឡាញ់ថ្ងៃនេះកូនទាំងអស់គ្នាបានរៀនពីចម្ងាយជាមួយអ្នកគ្រូសាជាថ្មីណាកូនណាចាដោយកូនដឹងហើយថាជំងឺ Covid-19 នៅក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងពុំទាន់មានភាពស្ងប់ស្ងាត់នៅឡើយទេដូច្នេះកូននៅតែបន្តការរៀនពីចម្ងាយដោយកូនអាចរៀនតាមបណ្ដាញសង្គមជាច្រើនដូចជាទំព័រ Facebook ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាប៉ុស្តិ៍ទូរទស្សន៍ផ្សេងដូចជាទូរទស្សន៍ខ្សែកាបចាទូរទស្សន៍តក2និងបណ្ដាញសង្គមជាច្រើនទៀតបណ្ដាញផ្សព្វផ្សាយជាច្រើនទៀតណាកូនណាចាកូនទាំងអស់គ្នាត្រូវតែចូលរួមក្នុងការថែរក្សាអនាម័យជាប្រចាំដូចជាការលាងសម្អាតដៃដោយប្រើប្រាស់សាប៊ូនិងទឹកស្អាតដោយប្រើប្រាស់ជែលឬក៏អាល់កុលលាងដៃចាដោយការពាក់ម៉ាស់និងរក្សាគម្លាតសង្គមអរគុណណាកូនណាចាអញ្ចឹងដើម្បីឲ្យការរៀនសូត្ររបស់យើងកាន់តែមានភាពប្រសើរចាកូនត្រូវតែរៀបចំទីកន្លែងដើម្បីរៀនឲ្យបានសមរម្យអញ្ចឹងមានសម្ភារៈសិក្សាសម្រាប់ចូលរួមរៀនជាមួយអ្នកគ្រូដូចជាសៀវភៅគោលភាសាខ្មែរថ្នាក់ទី4ចាប៊ិកខ្មៅដៃសៀវភៅសរសេរសៀវភៅព្រៀងចាកិច្ចការផ្ទះសៀវភៅកិច្ចការផ្ទះចក្រាឈ្នួនខ្មៅដៃជាដើមណាកូនណាចាតើកូនបានត្រៀមខ្លួនរៀបរាល់ហើយឬនៅក្នុងការរៀនជាមួយអ្នកគ្រូកូនចាកូនទាំងអស់គ្នាចាអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានត្រៀមសម្ភារៈសិក្សាសម្រាប់ចូលរួមរៀនជាមួយអ្នកគ្រូរួចមកហើយណាកូនណាចារួចហើយអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលើកយករៀនថ្មីមួយទៀតមករៀនកូនក៏ប៉ុន្តែមុននឹងបន្តរៀនថ្មីអ្នកគ្រូសូមរំលឹកមេរៀនចាស់ណាកូនណាអញ្ចឹងតើកាលពីថ្ងៃមុនមេរៀនយើងរៀនអំពីអ្វីកូនចាកូនគឺរៀនអំពីសន្ទនាការណែនាំអំពីការលេងល្បែងណាកូនណាអញ្ចឹងសូមកូនយកសភៅកិច្ចការផ្ទះឡើងទាំងអស់គ្នាហើយយើងនឹងធ្វើការកែកិច្ចការផ្ទះរួមគ្នាណាកូនណាចាចាសូមកូនអានសិនណាកូនណាសូមកូនអានចូលរួមអានជាមួយអ្នកគ្រូកូនកែកិច្ចការផ្ទះចូលកូនសរសេរអំពីរបៀបលេងល្បែងណាមួយដែលកូនធ្លាប់បានលេងឬចងចាំបានចាម្ដងទៀតកូនចូលកូនសរសេរអំពីរបៀបលេងល្បែងណាមួយដែលកូនធ្លាប់បានលេងឬចងចាំបានចាអរគុណកូនទាំងអស់គ្នាអញ្ចឹងនៅក្នុងកិច្ចការផ្ទះមួយនេះគឺឲ្យកូនសរសេរអំពីរបៀបលេងល្បែងដែលកូនធ្លាប់បានលេងឬចងចាំអញ្ចឹងមានន័យថាកូនប្រកាសជាមានគំនិតខុសគ្នាក្នុងការសរសេរមែនទេកូនចាអញ្ចឹងសម្រាប់អ្នកគ្រូសូមលើកយកល្បែងមួយដែលតាក់ទងជាមួយនឹងការរាំដណ្ដើមកៅអីតែអ្នកគ្រូបង្ហាត់កូនកាលពីលើកមុនណាកូនណាចាអញ្ចឹងដើម្បីធ្វើការលេងល្បែងដែលតាក់ទងនឹងការរាំដណ្ដើមកៅអីជាដំបូងយើងត្រូវរើសមនុស្សសិនណាកូនណាចារើសមនុស្សថាអ្នកណាគឺជាអ្នកដែលសម្រាប់បិទបើកសំឡេងភ្លេងឬមួយក៏រើសអ្នកចម្រៀងក៏បានដែរណាកូនចាហើយបន្តមកគឺយើងរើសអ្នករាំចាហើយរើសចំនួនមនុស្សប្រសិនបើមនុស្ស8គឺយើងទៅរៀបកៅអីប្រហែលកូន7ណាកូនណាចំនួនកៅអីត្រូវតិចជាងចំនួនមនុស្សណាកូនចាហើយយើងរាំពេលដែលរាំជុំវិញកៅអីហ្នឹងអ្នកច្រៀងឈប់កន្លែងណាបន្តិចចឹងទៅគឺយើងត្រូវ8អ្នកដណ្ដើមកៅអីហ្នឹង7អញ្ចឹងសល់មនុស្សម្នាក់អញ្ចឹងមនុស្សម្នាក់ដែលមិនបានអង្គុយលើកៅអីហ្នឹងគឺជាអ្នកចាញ់ណាកូនអញ្ចឹងដកគាត់ចេញអញ្ចឹងយើងធ្វើសកម្មភាពដដែលរហូតដល់ជុំចុងក្រោយនៅសល់កៅអីមួយនឹងមនុស្សចំនួន2នាក់ណាកូនណាចាអញ្ចឹងមនុស្ស2នាក់ធ្វើប្រកួតយកកៅអីតែមួយហ្នឹងឯងចាអញ្ចឹងក្នុងវគ្គចុងក្រោយនេះបើសិនបើមនុស្សម្នាក់ណាដែលអង្គុយលើកៅអីនឹងបានគឺជាអ្នកឈ្នះណាកូនណាចាអរគុណចាស់កូនទាំងអស់គ្នាអ្នកគ្រូសង្ឃឹមថាកូននឹងសរសេរអំពីល្បែងផ្សេងពីអ្នកគ្រូក៏ប៉ុន្តែនឹងបានត្រឹមត្រូវដូចគ្នាណាកូនណាចានេះគឺតាមការដែលកូនចងចាំហើយនឹងកូនធ្លាប់បានលេងចាអរគុណចាស់កូនអញ្ចឹងយើងនឹងបន្តចូលរៀនថ្មីមួយទៀតដែលថ្ងៃនេះអ្នកគ្រូលើកយកសំណេរមករៀនកូនណាកូនណាមេរៀនសំណេរចាអញ្ចឹងចាំមើលថាតើអ្នកគ្រូនឹងលើកយកសំណេរអំពីអ្វីមករៀនកូនចាសូមកូនមើលលើក្តារខៀនកូនសូមកូនអានពាក្យជាមួយអ្នកគ្រូកូនកុមារម្ដងទៀតកូនកុមារអញ្ចឹងអ្នកគ្រូមានពាក្យមួយ
អ្នកគ្រូសូមឲ្យកូនបង្កើតជាល្បះណាកូនណាតែងជាល្បះចាកូនសាកតិចមើលកូនគិតបន្តិចចាចាប់ផ្ដើមជាមួយអ្នកគ្រូណាកូនណាកុមារអកិរិយាសព្ទចូលកូនទៅណាកូនកុមារទៅសាលារៀនណាកូនណាចាកុមារទៅសាលារៀនស្ដាប់បានហើយនៅកូនមានន័យគ្រប់គ្រាន់ហើយឬនៅហើយបញ្ចប់ដោយសញ្ញាខណ្ឌណាកូនណាចាសូមអានជាមួយអ្នកគ្រូកូនកុមារទៅសាលារៀនអញ្ចឹងមិនបាច់អ្នកគ្រូកំពុងឲ្យកូនធ្វើអីកូនចាគឺតែងល្បះយកពាក្យមកតែងជាល្បះអញ្ចឹងចាំមួយណាកូនណាអញ្ចឹងយើងនឹងរៀនអំពីការតែងល្បះណាកូនណាចាជាមួយទៀតកូនកូនមើលជាមួយអ្នកគ្រូចានេះគឺជាអីកូនចាគឺជារូបភាពអញ្ចឹងអ្នកគ្រូមានរូបភាពមួយហើយអ្នកគ្រូឲ្យកូនតែងជាល្បះចាឧទាហរណ៍មកកូនសាក់លបងតែងមកកូនមើលតាមរូបភាពណាកូនណាចាកុមារីសំពះលាឪពុកម្ដាយទៅសាលារៀនចាម្ដងទៀតកូនកុមារីសំពះលាឪពុកម្ដាយទៅសាលារៀនចាល្អណាកូនណាអញ្ចឹងអំបញ្ញមិញគឺកូនបានចូលរួមតែងល្បះយកពាក្យមកតែងល្បះជាមួយអ្នកគ្រូហើយនឹងតែងល្បះទៅតាមរូបភាពអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលើកយកមេរៀនថ្មីមួយមកបង្រៀនកូនណាកូនណាចាដែលតាក់ទងឧទាហរណ៍ដែលកូនតែងជាមួយអ្នកគ្រូអំបញ្ញមិញគឺចូលរួមរៀនជាមួយអ្នកគ្រូណាកូនណាដោយយកចិត្តទុកដាក់កូនចាសំអានមកអ្នកគ្រូមកកូនអានមកអ្នកគ្រូណាកូនណាភាសាខ្មែរថ្នាក់ទី4អីទេកូនមេរៀនទី1ចាតោះអានទាំងអស់គ្នាជាមួយអ្នកគ្រូកូនភាសាខ្មែរថ្នាក់ទី4មេរៀនទី1កីឡានិងល្បែងកម្សាន្តការបំពេញល្បះនិងតែងល្បះទំព័រទី15ណាកូនណាចាគឺការបំពេញល្បះហើយនឹងការតែងល្បះអញ្ចឹងការតែងល្បះគឺមានយកពាក្យមកតែងចេញជាល្បះហើយនឹងយើងតែងល្បះប្រើទៅតាមរូបភាពចឹងសោះបំពេញល្បះមួយទៀតណាកូនចាអញ្ចឹងបន្តរៀនជាមួយអ្នកគ្រូណាអញ្ចឹងនៅក្នុងមេរៀននេះដែរគឺគោលបំណងនៃមេរៀនគឺចង់ឲ្យកូនទាំងអស់គ្នាចេះធ្វើការបំពេញល្បះតែងល្បះដោយយកពាក្យតែងល្បះនិងយកតែងល្បះទៅតាមរូបភាពឲ្យបានត្រឹមត្រូវណាកូនណាចាគោលបំណងនៃមេរៀននេះគឺអ្នកគ្រូចង់ឲ្យកូនទាំងអស់គ្នាចេះយកពាក្យទៅបំពេញល្បះឲ្យបានត្រឹមត្រូវចាហើយយកពាក្យទៅតែងជាល្បះនិងឲ្យកូនទាំងអស់គ្នាតែងល្បះទៅតាមរូបភាពឲ្យបានត្រឹមត្រូវចាអ្នកគ្រូសង្ឃឹមថាកូននឹងចូលរួមរៀនជាមួយអ្នកគ្រូដោយយកចិត្តទុកដាក់ចាអរគុណណាកូនណាចានេះគឺមានលំហាត់ជូនកូនសូមចូលរួមរៀនទាំងអស់គ្នាកូនអាចបើកសៀវភៅទំព័រទី15ណាកូនណាសៀវភៅភាសាខ្មែរទំព័រទី15កូនអានមកអ្នកគ្រូណាកូនណាសូមអានមកអ្នកគ្រូសូមកូនអានមកអ្នកគ្រូកូនតោះចូលរួមអានជាមួយអ្នកគ្រូកចបំពេញល្បះដោយប្រើពាក្យក្នុងប្រអប់ខាងក្រោមឲ្យបានត្រឹមត្រូវម្ដងទៀតណាកូនណាកចបំពេញល្បះដោយប្រើពាក្យក្នុងប្រអប់ខាងក្រោមឲ្យបានត្រឹមត្រូវចាកូនតាមដានជាមួយអ្នកគ្រូផងកាលអ្នកគ្រូមានសរសេរអក្សរលឺលួសខ្វះចន្លោះត្រង់ណាណាកូនណាចាបងហោះជាបុរាណលេងប្រជាប្រិយកុមារី
cậu má rầy cây là cò cá prò cuộn chà chọn thêm tí con chà cá prò cuộn chà bàn to bịa con sóc khạp hiệp nó còn nát sóc cặp hiệp chà bịa bàn to tí con cứ miên bịa rò hai nâng bịa mới tiệt con chà cứ bịa khmai nó còn nát chà mà đón tí con bằng há chia bộ rán lên prò chia prấy cậu ma rấy cây lá có cá prò cuốn sọc cặp hiếp rón khmai chá nó cứ chia bịa đại cây ai mà sạp tơ phương mấy tớ con bầm pênh không là bà đây là ba tầng áo miên màn con chá cứ miên bầm bầy cứ lệ mối là hôm nay lệ bầm bầy này con nát xong an là ba đây mình toàn ba bầm pênh cho mười nè cừu chà dụ vẽ chôn nòm khní tiên prot pel chol chám khmai là con nát chà và to tí con cho chám ô biết này cửa toàn miền này con ấy pel chol chám chà mỗi con nói cái con dụ vẽ chôn nòm khní tiên prot pel chol chám thấm pan nắng nó con nát chà còn xong lấy pí à tất miên cam vị thi prò cuốt prò đá bạch cún chà bạch cún chà bịa khmai chà con còn bảy dương tu sná ba toát tam tu rồi tùa chà tí bốn cá lên cầy lá nom ỏi miến lọ chà pram quát chìa chương ái khang prò đá xề rầy chà pram muối bo ỏng cún lập bánh khmai chà pram pí bong khnyom cầm pung khlaing ái nư còn đá viêu xài pram bầy cho chặt lên tré nâng lột ẩn tẹt chà con chán con từng ở này xong thưa ca tiếng tam sập hơi cho mười nè kêu phó nó con ná chà khả nè kêu miên ca chà lỏm rư mua cổ luôn luôn trong vậy ná chà nè kêu xong an tam sập hơi hết tiếng cho mùi sầm này được đặc hiền mùi dụ vị chốn nòm khné tiên prot pel chỗ chàm chà pí à tất miên cam vị thi prò cuốt prò đá bạch cún khmai chà bảy dương tu sná ba toát tam tu được tùa buồn cá lên cầy lá chả con chụp tiền này cứ nó còn ná cá lên cầy lá nom ỏi miến lò chả pram quát chìa chương ai khang prot đá xề rầy pram muối bo ỏng cún đập bánh khmai là con nát chả pram pí bong khnyom cầm púng khlaing ai nư còn đá vì xài pram bấy cho chặt lên tré nâng lột ẩn tẹt chả con chán con tầng ở này chẳng trầm trời hai là con nát chả xâm rạp ở chùm lịch cò chà chẳng ở vậy này khu trong phải chạy con xa lòng với cứ con trời dột phía từ bấm bên nơi không là ba chà đai mình toàn cục nấy chả còn chả bấm bên tam chả lọ này còn nét chả lọ nó còn nát cục chả lọ nằm chà này cụ sự bận này má còn ai con chả lỏm chà chà con tặng ăn này cho con chưa tham mấy ta làm bay thưa ca bằng pin là bà ban trầm trớ con chà đập bay bằng pin là bà ban trầm trớ con từ mờ pịa bên nơi pịa là mọc này bươi gì muối tha ta pịa bồi nát để xạ xong đã trâu từ không là bà nè chà ban trầm trớ tạm ạt này này con nát chà miền pịa bà sầm đạp câu này con score pịa bằng ho nó con nó chà chia chà cứ chỉ kệ sạp chà bắt to tiết bộ ran con score là hái lên pro chia prấy chà tiệ con cây lá co chà trong con an pịa là hay con an từ tam là ba đai mình to bằng pin như mùi mùi bàn chỉ bàn lọ bàn to mót xong thưa ca cật bàn tách chà hay thưa ca bằng pin trầu là con á toàn này thủ tục về chun con đắp đi tì chà con này pra khăm đai nông ca bằng pin nơi không chân lọ ha con nơi không chân lọ ha pra khăm đai nó con á bằng pin nơi nông sập hơi cô là bỏ cô đấy rư con này pra lệ bông cho bài cọ làm bài tầng ở hai đại lịch muối hay con rơi cho pịa mà pra
ថាលេខ1នេះកន្លែងយុវជននាំគ្នាចាកន្លែងនេះគឺម្ដងទៀតកូនលេខ1យុវជននាំគ្នាទាញប្រវត្តិពេលចូលឆ្នាំចុចទៀតដែរអញ្ចឹងកូនគិតមើលយុវជននាំគ្នាយ៉ាងម៉េចជាមួយទាញប្រវត្តិនឹងប្រើអីគេកូនចាប្រើពាក្យអីបង្ហោះជាបុរាណលេងឬក៏ពាក្យផ្សេងទៀតអញ្ចឹងពាក្យដែលកូនប្រើឲ្យកូនគូសគ្រីសណាកូនណាគ្រីសមកចាអញ្ចឹងលេខ1គឺប្រើពាក្យអីខ្លះចាកត់លេខ1ហើយកត់ពាក្យតែម្ដងក៏បានដែរតែបើសិនជាកូនមានសភើគោលក្នុងដៃគឺកូនយកខ្មាត់ដៃសរសេរពាក្យណាកូនណាបំពេញចូលទៅតាមចន្លោះនីមួយក្នុងល្បះចាអរគុណចាស់កូនទាំងអស់គ្នាទុកពេលជូនកូនប្រហែលនាទីកូន5នាទីធ្វើតាន់ទេចាតោះសាក់លបង5នាទីឲ្យលឿនណាកូនណាចាអរគុណច្រើនកូនទាំងអស់គ្នាយ៉ាងម៉េចហើយចាប់នៅកូនបង្ហាញកិច្ចការរបស់កូនណាកូនណាសូមកូនសរសេរអក្សរឲ្យបានស្អាតហើយនឹងបានត្រឹមត្រូវតាមតួអក្សរណាកូនណាតាមពាក្យបានច្បាស់លាស់ត្រឹមត្រូវចាអរគុណតោះចាប់ផ្ដើមធ្វើការកែជាមួយអ្នកគ្រូណាកូនណាចាកចូលបំពេញល្បះដោយប្រើពាក្យក្នុងប្រអប់ខាងក្រោមឲ្យបានត្រឹមត្រូវបង្ហោះជាបុរាណលេងប្រជាប្រិយកុមារីកីឡាករការប្រកួតសុខភាពរាល់ខ្មែរចាលេខ1កូនយុវជននាំគ្នាទាញប្រវត្តិពេលចូលឆ្នាំយុវជននាំគ្នាដាក់ពាក្យអីចូលកូនប្រើពាក្យអីបង្ហោះយុវជននាំគ្នាបង្ហោះទាញប្រវត្តិបានទេកូនចាយុវជននាំគ្នាជាទាញប្រវត្តិបានទេចាឥឡូវសុំកូនមើលមួយអ្នកគ្រូឲ្យរើសមកកូនណាដោយសារកូនបានធ្វើចូលសភើកូនហើយចាដាក់ពាក្យអីកូនទាំងអស់គ្នាចាយុវជននាំគ្នាលេងទាញប្រវត្តិពេលចូលឆ្នាំអីកូនចាកូនអាឆាត់ដឹងហើយចាអ្នកគ្រូដាក់ពាក្យអីកូនពីមុនណាកូនចាចូលឆ្នាំខ្មែរណាកូនណាចាសូមបន្តជាមួយល្បះទី2កូនអាទិត្យមានកម្មវិធីប្រកួតប្រដាល់ក្បាច់គុណខ្មែរចាសូមមើលពាក្យកូនមានពាក្យបង្ហោះជាបុរាណប្រជាប្រិយចារហូតដល់ពាក្យថារាល់ណាកូនណាដាក់ពាក្យអីចូលកូនយើងទាំងអស់គ្នាចាសាក់របស់មួយអ្នកគ្រូសិនណាកូនណាចារាល់អាទិត្យមានកម្មវិធីប្រកួតប្រដាល់ក្បាច់គុណអីកូនគឺប្រើពាក្យអីជាមួយនឹងពាក្យខ្មែរកូនប្រើពាក្យអីប្រដាល់ក្បាច់គុណប្រជាប្រិយខ្មែរឬក៏កុមារីខ្មែរឬក៏សុខភាពខ្មែរបានទេចាបុរាណណាកូនណាចារាល់អាទិត្យមានកម្មវិធីប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរណាកូនណាចាអរគុណកូនសូមបន្តចូលល្បះទី3របស់យើងល្បះទី3កូនល្បះទី3ចាយើងទស្សនាបាល់ទាត់តាមទូរទស្សន៍កូនមើលពាក្យនៅសល់បង្ហោះជាប្រជាប្រិយកុមារីកីឡាករការប្រកួតសុខភាពដាក់ពាក្យអីចូលកូនយើងទស្សនាបាល់ទាត់តាមទូរទស្សន៍ទស្សនាអីចាការប្រកួតណាកូនណាចាយើងទស្សនាការប្រកួតបាល់ទាត់តាមទូរទស្សន៍ចាអរគុណចាស់ក៏បន្តចូលលេខ4ការលេងកីឡានាំឲ្យមានល្អឲ្យមានអីកូនការលេងកីឡានាំឲ្យមានល្អមានអីសូមមើលពាក្យនៅសល់កូនចាគឺការលេងកីឡានាំឲ្យមានសុខភាពល្អណាកូនណាចាសូមចូលលេខ5កូន
គាត់ជាជើងឯកខាងប្រដាល់សេរីចាគាត់ជាជើងឯកខាងប្រដាល់សេរីដាក់គេចូលកូនពីអីនៅសពពីអីបង្ហោះជាប្រជាប្រិយកុមារីកីឡាករពាក្យណាកូនដែលស័ក្តិសមជាមួយនឹងជើងឯកពីមុខពាក្យជើងឯកចាគាត់ជាកីឡាករជើងឯកខាងប្រដាល់សេរីណាកូនណាចាសំលេខ6កូនបោះអង្គុញលបែងអីគេកូនខ្មែចាបោះអង្គុញលបែងខ្មែរបោះអង្គុញលបែងខ្មែរអញ្ចឹងគេប្រាប់ពាក្យថាម៉េចទេកូនបោះអង្គុញត្រូវតែមានកិច្ចស័ព្ទចូលមែនទេបោះអង្គុញមានពាក្យអីទៀតគឺមានពាក្យបង្ហោះមានបោះអង្គុញបង្ហោះបានទេចាគឺបោះអង្គុញជាលបែងអីកូនបោះអង្គុញជាលបែងប្រជាប្រិយខ្មែរណាកូនណាចាអរគុណបើសំបន្តចូលលេខ7កូន7បងខ្ញុំចាម្ដងទៀតកូនបងខ្ញុំកំពុងខ្លែងឯកនៅកណ្ដាលវាលស្រែកូនស្គាល់ខ្លែងឯកទាំងអស់គ្នាស្គាល់ខ្លែងហ៎ចាតាមវាលស្រែចានៅពេលដែលរដូវធ្លាក់រដូវដែលមានខ្យល់រំហើយរំភើយណាចាអញ្ចឹងគេលេងចិត្តលេងខ្លែងណាកូនណានៅកណ្ដាលវាលស្រែអញ្ចឹងគណៈខ្លែងកាន់ទាញខ្សែមកយ៉ាងម៉េចអីកូនហោះចាបង្ហោះណាកូនណាចាបងខ្ញុំកំពុងបង្ហោះណាកូនណាចាបងខ្ញុំកំពុងបង្ហោះអីកូនខ្លែងឯកចាបងខ្ញុំកំពុងបង្ហោះខ្លែងឯកនៅកណ្ដាលវាលស្រែចាសំលេខ8កូន8ចូលចិត្តលេងត្រេះនិងលោតអន្ទាក់កូនស្គាល់លេងត្រេះអត់គេជួនកាលយកផ្លែឈើដែលមានរាងមូលដូចជាផ្លែក្រូចឆ្មាចាផ្លែកសាំងតូចឬក៏ផ្លែតបែកអីអញ្ចឹងឬក៏អ្វីក៏បានដែរអាចផ្លែអ្វីតែរាងមូលឬក៏វត្ថុរាងមូលស្រាលល្មមណាកូនណាអត់យកដុំថ្មលេងត្រេះទេណាកូនចាត្រូវក្បាលត្រូវអីគ្រោះថ្នាក់ណាចាអញ្ចឹងយើងមើលថាចូលចិត្តលេងត្រេះនិងលុតអន្ទាក់អញ្ចឹងភាគច្រើនថានៅសល់ឥឡូវសល់ពាក្យប៉ុន្មានកុមារីចឹងគ្រូចង់បញ្យល់ថាភាគច្រើនគឺកុមារីគឺជាអ្នកចិត្តលេងត្រេះនិងលូតអន្ទាក់ណាកូនណាចាចាអរគុណកូនអញ្ចឹងយើងបានបំពេញពាក្យទាំងអស់ហើយណាកូនណាសុំដាក់សេរីមកនេះមកកូនដើម្បីកុំអោយជន់អរគុណកូនសូមអានជាមួយគ្រូសាឡើងវិញ1យុវជននាំគ្នាលេងទាញប្រវត្តិពេលចូលឆ្នាំខ្មែរ2រាល់អាទិត្យមានកម្មវិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរចាបន្តទៀតកូន3យើងទស្សនាការប្រកួតបាល់ទាត់តាមទូរទស្សន៍4ការលេងកីឡានាំឲ្យមានសុខភាពល្អ5គាត់ជាកីឡាករជើងឯកខាងប្រដាល់សេរី6បោះអង្គុញជាលបែងប្រជាប្រិយខ្មែរ7បងខ្ញុំកំពុងបង្ហោះខ្លែងឯកនៅកណ្ដាលវាលស្រែ8កុមារីចូលចិត្តលេងត្រេះនិងលោតអន្ទាក់ចាអរគុណចាកូនទាំងអស់គ្នាសូមកូនធ្វើការផ្ទៀងផ្ទាត់ចម្លើយរបស់គ្រូលើកដាក់ខៀនជាមួយចម្លើយរបស់កូនណាកូនណាចាសូមធ្វើការផ្ទៀងចាអរគុណបើសិនបើត្រឹមត្រូវហើយនឹងផ្ទៀងផ្ទាត់ត្រឹមត្រូវហើយកែលម្អហើយយើងបន្តចូលទៅលំហាត់ខណាកូនណាចាខចូលតែងល្បះតាក់តងគ្នាតាមរូបភាពខាងក្រោមចូលតែងល្បះតាក់តងគ្នាតាមរូបភាពខាងក្រោមចាអរគុណកូនសូមកូនបើកសភៅទំព័រទី15ណាកូនណាសភៅទំព័រទី15អធិស្ឋានផងបានយករូបភាពធំបង្ហាញកូនណាកូនណាអញ្ចឹងសូមកូនបើកសភៅទំព័រទី15ហើយសូមមើលជាមួយអ្នកគ្រូណាកូនណាគេឲ្យតែងល្បះតាមតាក់តងគ្នាតាមរូបភាពខាងក្រោម
còn mớiរូបភាពនេះកូនណានេះឥឡូវកូនពិនិត្យមើលក្នុងរូបភាពទូចនេះណាកូនណាក្នុងសិភៅសិក្សាគោលទី4ចាតាកូនឃើញមានអ្វីខ្លះរូបអ្វីខ្លះនៅក្នុងនេះចាអរគុណកូនអញ្ចឹងមានគឺមានកុមារីកំពុងតែធ្វើអីកូនចាកំពុងតែប្រកួតកីឡាអញ្ចឹងកាលណាបាល់ដាក់ឡើងលើអញ្ចឹងដោយប្រើដៃទះអញ្ចឹងគឺកីឡាអីកូនចាគឺកីឡាបាល់ទះណាកូនណាចាអញ្ចឹងក្នុងរូបភាពកូនឃើញក្មេងស្រី4នាក់មានថាចែកជា2ក្រុមណាកូនណាចាមួយក្រុមមានគ្នា2នាក់កំពុងតែប្រកួតបាល់ទះណាកូនណាហើយមាននរណាទៀតក៏នៅជុំវិញក្មេងស្រីហ្នឹងចាគឺមានទស្សនិកជនឬមួយក៏ថាសិស្សានុសិស្សឬថាកុមារាកុមារីលោកគ្រូអ្នកគ្រូនាំគ្នាទៅទស្សនាការប្រកួតបាល់ទះណាកូនណាចាអញ្ចឹងឆ្លងតាមរយៈរូបភាពនេះសូមកូនតែងល្បះឲ្យបានចំនួនប្រមាណកូន3ចាគឺមានលេខ1លេខ2លេខ3កូនតែងឲ្យបាន3ល្បះតាក់ទងគ្នាពីល្បះមួយទៅល្បះមួយហើយខ្លឹមសាររបស់វាស្ថិតនៅក្នុងរូបភាពនេះអត់សរសេរក្រៅខ្លឹមក្រៅយកល្បះផ្សេងមកសរសេរណាកូនណាល្បះដែលកូនសរសេរពី1ដល់3គឺតាក់ទងជាមួយរូបភាពនេះចាកូនយល់បានកូនទាំងអស់គ្នាកូនអាចប្រើប្រាស់សំណួរថាឧទាហរណ៍ថាសំណួរទី1ចាតើកុមារីកំពុងតែប្រកួតកីឡាអីក៏បានដែរណាកូនណាចាតើអ្នកណាខ្លះកំពុងតែអង្គុយមើលការប្រកួតកីឡាបាល់ទះនេះចាតើពួកគេមានអារម្មណ៍ជក់ចិត្តដែរឬទេនៅក្នុងការលេងល្បែងឬមួយថាការមើលបាល់ទះការប្រកួតបាល់ទះនេះចាអាចប្រើសំណួរចឹងទៅឬក៏ផ្សេងពីនឹងក៏បានដែរឲ្យក្នុងរូបភាពហ្នឹងឲ្យឆ្លើយមកគឺចេញជាការតែងល្បះណាកូនណាតោះសាក់លបងទាំងអស់គ្នានឹងគ្រូទុកពេលជូនកូន5នាទីចាខ្លីៗណាកូនណាយក3ល្បះណាកូនបន្តមកកូននឹងធ្វើការផ្ទៀងផ្ទាត់ចម្លើយជាមួយអ្នកគ្រូថាល្បះដែលកូនតែងត្រឹមត្រូវអីឬទេកុំភ្លេចណាកូនណាការតែងល្បះតាមរូបភាពគឺខ្លឹមសារត្រូវតែស្របទៅតាមរូបភាពអត់តែងយកពីក្រៅមកណាកូនអត់យកក្រៅរូបភាពទេកូនចាអរគុណកូនទាំងអស់គ្នាយ៉ាងម៉េចដែរកូនបន្ទាប់ពីការតែងល្បះរបស់កូនសូមធ្វើការបង្ហើយនៅកូនណាហើយធ្វើការផ្ទៀងជាមួយអ្នកគ្រូចាអរគុណច្រើនកូនតាមរយៈរូបភាពចាគ្រូឲ្យប្រើសំណួរថាតើនៅសាលារៀនរបស់កូនមានការប្រកួតអ្វីចាចាញ់ជាចម្លើយបាត់ឲ្យកូនណាចាចង់ចាល្បះរបស់អ្នកគ្រូធ្វើការផ្ទៀងជាមួយអ្នកគ្រូណាកូនណានៅសាលារៀនមានកម្មវិធីប្រកួតកីឡាបាល់ទះចាអញ្ចឹងរូបភាពយើងស្ដីអំពីកីឡាបាល់ទះចេះអាចតែងអញ្ចឹងបានណាកូនណាចានៅសាលារៀនមានកម្មវិធីប្រកួតកីឡាបាល់ទះចាអរគុណកូនល្បះទី2ដែលតាក់ទងតាមរូបភាពណាកូនណាចាតើបន្តជាមួយអ្នកគ្រូកូនយើងអាចប្រើអ្នកគ្រូឲ្យសួរកូនថាតើកុមារតើមានប្រមាណក្រុមក្នុងការប្រកួតនេះចាអញ្ចឹងកុមារីទាំង2ក្រុមណាកូនណាកុមារីទាំង2ក្រុមនាំគ្នាប្រកួតយ៉ាងស្វាហាប់
chẳng khả nông cái lại là bà tí phí cho ai pra sầm núi thả ta caประกวดระเวียงกบมาไรต่างปีกระร้องมีนและกันนะอย่างโดยมันเด็ดกบมาได้นะก้อนจังจำแล้วคือกบมาไรต่างปีกระร้องนอมเคลียประกวดยางสวาหามจะเอาก้อนสมโจติใบหรือบาติใบสมเตียงจมูกเนี่ยครูก้อนจ้าอย่างไอ้ปลาสมนูถาตาเนี่ยนาคลาโจรวมตัวสนาก้าประกวดนะก่อนนะจังเสือซาหนุเสือแต่งอ๋อนอมคเนียมตัวสนายางจราอันก่อนะก้อนจ้าจังคณะประกวดเนื้อสาวเรียนเพียจานคือเมียนเสือซาหนุเสือให้นังหนุครูเนี่ยครูนะก้อนนะสมอันจมูกเนี่ยครูก้อนข้อโจไตระบาแตะตองคเนียตามรูปเพียบขังกราวจากจังรูปเพียบพนมสิเพอโกระบะโกนเพียสักไม้หนักติบูนะก้อนนะมวยเนื้อสาลาเรียนเมียนกรรมปิธีประกวดไก่ลาบ้าแต่ปีกบมาไรแต่งปีกร้องนอมคเนียประกวดยางสวาหับใบซาซาหนุซอแต่งอ๋อนอมคเนียหมกตัวสนายางจราอันก่อจ้าเอาคนช่างคนแต่งอ๋อคเนียจังสุดท้ายเนี่ยขู่จะไปสั่นจากชมไตหรือเปล่าตามรูปเพียบได้แต่เมียนกลุ่มนัดตุยเป็นเนี่ยครูแบบเซ็งเป็นเนี่ยครูบาเนี่ยจ้าจำแล้วคือทับบานนะก่อนนะจ้าโดยซาเนี่ยครูหนุ่มก้อนพร้อมแต่งก้อนกลมเซ็งที่มีกลุ่มเซ็งขเนี่ยจังเอาแต่ก้อนไตได้กลุ่มตามรูปเพียบเนี่ยจ้าขนมรูปเพียบตมปอที่เดือดปรามนั่งนะตัวใบเจลบาก้อนใส่เมาส์เซ็งเป็นเนี่ยครูก้อนเนี่ยครูจุนเป็นตุก้อนตรได้นะก่อนนะจ้าก้อนอันนี้ยัยท้าก้อนมาเรยแต่งปีกรมกำปงตายประกวดกีฬาบาแต่จ้าบ้านเนี่ยขเนี่ยจ้าก็มาไรแต่งปีกรมประกวดขณียางองอาจคลาหานบ้านในขณีนะก่อนนะจ้าก่อนไอ้ปลาหรือบาธาในขนมกาประกวดนี้เมียนเซอร์ซานุเซอร์นังหลกรูเนี่ยครูหมกตัวสนาอย่างจราอนจังกับบ้านในขณีนะก่อนนะจ้าเช่นกูไปเจาะจุนก้นกาไตหรือบาแตะตองขณีตามรูปเพียบคือจังอย่างทาคลำซาไอ้ปลาจามปีรูปเพียบเตะจากคนมือเคยรูปเพียบจากไม่คนจะเซมาจังนะก่อนนะจ้าให้ก่อนเอาจองตามเนี่ยครูต่างออกได้ก่อนไอ้บังการระบาดเซงปีเนี่ยครูนังเซงปีมิดรุ่นหน้าระบาดโกนเอาแต่เต้าแต่ตามคลำซ่าในรูปเพียบก่อนช่างก่อนต่างออกเนี่ยคนนี้ในครูสังคมทาก่อนชาวบ้านเราหายจมูกนังกาแต่ระบาดตารูปเพียบสมันต่อจอลมหัดก่อนนะก่อนนะสมอันจมูกเนี่ยครูจ้าก็จอไตระบาดนังเปียขังกราวก็จอไตระบาดนังเปียขังกราวมวยจอจัดปีมันจอจัดใบสับบายจ้ะในครูตกเปจุนก้อนใบนิติจับดามก้อนเปียบินสับแตงจังจินระบาดนะก้อนนะหยกหยอบให้ผู้ไอ้ไม่เห็นบนก็ยังทรบานเรียนได้ต่อจับดามเปอจ้าเอาคนช่างคนต่างออกนี่จังสมันต่อจมูกเนี่ยครูนะก่อนนะจ้าสมันต่อจมูกเนี่ยครูมวยจอจัดcon sạch bóng tay con ai mở chả khi nhóm cho chặt an si phơ chả ấy tiếc con khi nhóm cho chặt riêng pi trong ngày chả ấy tiếc con khi nhóm cho chặt thưa cái cà té cha mền ten nó con á chả chứ mới là ba này kêu vinh với con rằng là đái mới này khâu tay cho mỗi đừng comment sẽ điện khăn con chả khi nhóm cho chặt lên cây là chả là bạn này cứu nó con á khi nhóm trôi chất lên cây là chả ao con mình to cho mình lại pi mình cho chặt chả sợ là bóng tay mà con chả khi nhóm mình cho chặt đà lên chả khi nhóm mình cho chặt chia pel về lía chả bạn tràn xem pin này khủ tiết nó con á chả sao mấy ta mơ là ba tivi cho mình này cứu chả khi nhóm mình cho chất lên đập bài phát đế phát đạt tề là còn á khi nhóm mình cho chất lên đập bài phát đế phát đạt tề là bài phát đế phát đạt năng là bài mấy tay con tao họ tham làm lên cường tu ấy chắc á chả chắc mình cho chất lên đập bài năng tề rư có họ bị lừa spin trổ tực lên ấy chắc á là còn á chả năng là bài tực áo năng sợ sang là chia là bài này thua ấy con miền ở cột thằng nè chả con mình to cho tị bầy sập bài tay là ba năng bịa tha sập bài
ឧទាហរណ៍កូនខ្ញុំសប្បាយនឹងការរៀនសូត្រចាខ្ញុំសប្បាយនឹងការអានសៀវភៅអីទៀតកូនខ្ញុំសប្បាយចិត្តដោយអីគេកូនប៉ាម៉ាក់សរសើរខ្ញុំចាបន្តចូលល្បះទី3ជាមួយអ្នកគ្រូកូនខ្ញុំសប្បាយចិត្តដោយសារអ្នកគ្រូសរសើរថាខ្ញុំជាសិស្សល្អចាសូមម្ដងទៀតកូនខ្ញុំសប្បាយចិត្តដោយសារអ្នកគ្រូសរសើរថាខ្ញុំជាសិស្សល្អតែកូនសប្បាយចិត្តទេបើសិនអ្នកគ្រូទៅសើកូនថាអូយកូនល្អណាស់កូនពិតជាក្មេងល្អមែនកូនពិតជាពូកែមែនចាគឺសប្បាយចិត្តណាស់មែនទេចាអរគុណទាំងអស់គ្នាសូមអានជាមួយអ្នកគ្រូណាកូនណាកចូលតែងល្បះនឹងពាក្យខាងក្រោម1ចូលចិត្តខ្ញុំចូលចិត្តលេងកីឡា2មិនចូលចិត្តខ្ញុំមិនចូលចិត្តលេងល្បែងផ្ដេសផ្ដាស់ទេ3សប្បាយខ្ញុំសប្បាយចិត្តដោយសារអ្នកគ្រូសរសើរថាខ្ញុំជាសិស្សល្អចាអរគុណច្រើនកូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺកូនបានរៀនជាមួយអ្នកគ្រូចំណុចកគឺការបំពេញល្បះដែលប្រើពាក្យក្នុងប្រអប់ដោយយកពាក្យមកបំពេញក្នុងល្បះដែលគេឲ្យស្រាប់ណាកូនណាតែពុំតមន័យគ្រប់គ្រាន់ទេអញ្ចឹងយកពាក្យមកបំពេញក្នុងល្បះឲ្យត្រឹមត្រូវតាមអត្ថន័យមានន័យច្បាស់លាស់ចាអរគុណហើយចំណុចខគឺកូនបានតែងល្បះតាក់ទងគ្នាតាមរូបភាពដែលរូបភាពនេះគឺនៅទំព័រទី10 15ណាកូនណាចាចឹងគ្រូបញ្ជាក់ជូនកូនសារនឹងវិញការតែងល្បះតាមរូបភាពកូនត្រូវមើលរូបភាពឲ្យយល់អាចចោទជាសំណួរសួរខ្លួនឯងថាកូនបានឃើញអ្វីខ្លះក្នុងរូបភាពហ្នឹងហើយធ្វើការតែងតាក់ទងគ្នាណាកូនណាអត់យកល្បះផ្សេងក្រៅអំពីរូបភាពនេះទេចំណុចកគឺការតែងល្បះនឹងពាក្យចាំមានថាពាក្យឲ្យស្រាប់ហើយកូនគ្រាន់តែបង្កើតទៅជាល្បះចឹងគ្រូសង្ឃឹមថាកូនទាំងអស់គ្នាបានយល់ច្បាស់អំពីមេរៀននេះណាកូនណាចាសូមធ្វើការអានជាមួយគ្រូសារឡើងវិញភាសាខ្មែរថ្នាក់ទី4មេរៀនទី1កីឡានិងល្បែងកម្សាន្តការបំពេញល្បះនិងតែងល្បះទំព័រទី15ណាកូនណាចាកបំពេញល្បះដោយប្រើពាក្យក្នុងប្រអប់ឲ្យបានត្រឹមត្រូវចាមួយយុវជននាំគ្នាលេងទាញព្រ័ត្រពេលចូលឆ្នាំខ្មែរ2រាល់អាទិត្យមានកម្មវិធីប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ3យើងទស្សនាការប្រកួតបាល់ទាត់តាមទូរទស្សន៍4ការលេងកីឡានាំឲ្យមានសុខភាពល្អ5គាត់ជាកីឡាករជើងឯកខាងប្រដាល់សេរី6បោះអង្គញ់ជាល្បែងប្រជាប្រិយខ្មែរ7បងខ្ញុំកំពុងបង្ហោះខ្លែងឯកនៅកណ្ដាលវាលស្រែ8កុមារីចូលចិត្តលេងត្រេះនិងលោតអន្ទាក់ចាតែងល្បះតាក់ទងគ្នាតាមរូបភាព1នៅសាលារៀនមានកម្មវិធីប្រកួតកីឡាបាល់ទះ2កុមារីទាំងពីរក្រុមនាំគ្នាប្រកួតយ៉ាងស្វាហាប់3សិស្សានុសិស្សទាំងអស់នាំគ្នាមកទស្សនាយ៉ាងច្រើនកកចាគឺទស្សនាការប្រកួតណាកូនចាកតែងល្បះនឹងពាក្យចូលចិត្តខ្ញុំចូលចិត្តលេងកីឡា2មិនចូលចិត្តខ្ញុំមិនចូលចិត្តលេងល្បែងផ្ដេសផ្ដាស់ទេ3សប្បាយខ្ញុំសប្បាយចិត្តដោយសារអ្នកគ្រូសរសើរថាខ្ញុំជាសិស្សល្អអរគុណច្រើនកូនទាំងអស់គ្នាចឹងមុនពេលបញ្ចប់មេរៀនចាអ្នកគ្រូសូមធ្វើការរំលឹកកូនទាំងអស់គ្នាណាកូនណាអញ្ចឹងការលេងកីឡាគឺធ្វើឲ្យកូនយ៉ាងម៉េចដែរកូនចាការលេងកីឡាធ្វើឲ្យកូនមានសុខភាពល្អណាកូនណាហើយកុំភ្លេចនាំគ្នាចូលរួមលេងល្បែងកីឡាហាត់កីឡាឲ្យបានច្រើនចាហើយជាពិសេសកូនទាំងនេះត្រូវកិច្ចផុតអំពីអីកូនត្រូវជៀសវាងចាក្នុងការសេពគប់ឬក៏ប្រើប្រាស់គ្រឿងញៀនណាកូនណាចាអរគុណច្រើនកូនទាំងអស់គ្នាចាអញ្ចឹងមុននឹងបញ្ចប់អ្នកគ្រូជួននីការផ្ទះទៅកូនមួយចាអំពីអ្វីកូនអានមុនអ្នកគ្រូណាកូនណាសូមអានមុនអ្នកគ្រូចាកិច្ចការផ្ទះចូលកូនតែងល្បះតាក់ទងគ្នាតាមរូបភាពឲ្យបាន3ល្បះចូលកូនតែងល្បះតាក់ទងគ្នាតាមរូបភាពឲ្យបាន3ល្បះអរគុណកូនទាំងអស់គ្នាកូនមើលរូបភាពណាកូនណាហើយអ្នកគ្រូសង្ឃឹមថាកូនយល់ច្បាស់ហើយពីព្រោះកូនបានរៀនចំណុចខរបស់យើងគឺការតែងល្បះតាមរូបភាពចាអរគុណទាំងអស់គ្នាចាអញ្ចឹងមេរៀនយើងចប់ហើយចាអរគុណច្រើនកូនសម្រាប់ការចូលរួមរៀនជាមួយអ្នកគ្រូនាថ្ងៃនេះចាកុំភ្លេចណាកូនណាកូនត្រូវយកកិច្ចការផ្ទះដែលអ្នកគ្រូដាក់ជូនកូនពីចម្ងាយទៅធ្វើបានគ្រប់គ្នាហើយកូនត្រូវតែចូលរួមក្នុងការធ្វើកណ្ដាស់កិច្ចការដែលលោកគ្រូអ្នកគ្រូកូនតាមសាលាចៃកូនធ្វើណាកូនណាចាចូលរួមធ្វើឲ្យបានជាប្រចាំ
con trán cha xong ở chun po con từng ở kia ở miền sọc phiệp lỏ cha cầm lăng khlang khla បញ្ញាវិងវៃជាពិសេសឲ្យខ្លាចជាសិស្សល្អគ្រប់គ្នាហើយកុំភ្លេចក្នុងការថែរក្សាសុខភាពអនាម័យជាប្រចាំតាមរយៈការធ្វើអនាម័យជាប្រចាំដូចជាការលាងសម្អាតដៃឲ្យបានស្អាតដោយប្រើប្រាស់សាប៊ូទឹកស្អាតដោយប្រើប្រាស់អាល់កុលឬជែលចាដោយពាក់ម៉ាស់និងរក្សាគម្លាតសង្គមចាអរគុណណាកូនណាអរគុណជម្រាបលា